ប្រជាជនក្នុងស្រុកខ្មែរយើងណា80%គាត់មានបញ្ហាស្បែកមុខហើយបញ្ហាស្បែកមុខរបស់គាត់តែងតែជួបនឹងភាគច្រើនគឺជាប្រភេទ PIE ឬក៏ជាប្រភេទ PIA ដែលគាត់តែងតែប្រើប្រាស់នៅផលិតផលដែលគាត់ធ្លាប់ប្រើតាំងពីឆ្នាំ2010ជាងឬក៏20ហ្នឹងគាត់តែងតែប្រើប្រាស់ជាមួយនឹងសារជាតិលាយច្រើនអញ្ចឹងធ្វើឲ្យស្បែកមុខគាត់ខូចពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់បទពិសោធន៍ដែលខ្ញុំធ្លាប់បានជួបផ្ទាល់ជាមួយនឹងអតិថិជនរាប់ពាន់នាក់ដែលបានមកប្រឹក្សាមកដល់ clinic គឺគាត់តែងតែមានការជួបជាមួយនឹងបញ្ហាដូចគ្នាដែលខ្ញុំបានរៀបរាប់ខាងលើមិញ PIA ជាមួយនឹង PIE ហ្នឹងអញ្ចឹង PIA ជាមួយនឹង PIE ហ្នឹងគឺជាការរលាកខ្មែរយើងគេហៅថាជាំអ្នកខ្លះទៅគាត់មានបញ្ហាសរសៃក្រហមមុខក្រហមនឹងឯងដែលគេហៅថា PIE អញ្ចឹងបញ្ហាទាំងអស់ហ្នឹងគឺកើតឡើងដោយសារតែគាត់ប្រើប្រាស់ជាមួយនឹងសារជាតិលាយច្រើនដែលធ្វើឲ្យស្បែកមុខគាត់ខូចនៅស្រទាប់ខាងលើពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងហើយគឺគាត់ពិបាកក្នុងការព្យាបាលហើយបញ្ហាទាំងអស់ហ្នឹងបើសិនជាយើងទិញផលិតផលនៅតាមអនឡាញឬក៏យើងទិញផលិតផលដែលយើងមិនបានស្គាល់ប្រភពច្បាស់លាស់គឺគាត់អត់សូវទទួលបានជោគជ័យទេដោយសារតែគាត់អត់ទាន់បានយល់ដឹងពីបញ្ហាទាំងអស់ហ្នឹងវាកើតឡើងដោយសារអីតើគាត់គួរតែប្រើប្រាស់នៅផលិតផលមួយណាដែលស័ក្តិសមជាមួយនឹងស្បែកមុខទេអញ្ចឹងធ្វើឲ្យគាត់ពិបាកក្នុងការព្យាបាលបញ្ហាទាំងអស់ហ្នឹងមែនទែនប៉ុន្តែបើសិនជាបងប្អូនកំពុងតែជួបជាមួយនឹងបញ្ហាទាំងអស់ហ្នឹងបងប្អូនអាចឆាតមក page លោកគ្រូបានដើម្បីប្រឹក្សាឬក៏ពិគ្រោះជំងឺបងប្អូនឲ្យបានជាតិអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាបែបហ្នឹងឆាតមកបានបាយបាយ